សួស្តីមកតាគ្នាអញ្ចឹងសម្រាប់បងប្អូនយើងដែលមិនទាន់ដឹងអាចមើលវីដេអូនេះបានអញ្ចឹងសម្រាប់មុខងារ QR menu នេះបងប្អូនមួយចំនួនកំពុងប្រើហើយអ្នកដែលប្រើប្រាស់ដំណរ PA របស់យើងហើយបងប្អូនមួយចំនួនទៀតដែលមិនទាន់បានប្រើអាចប្រើប្រាស់មុខងារបានហើយយើងអត់មានឆែកសេវាអីទេបងប្អូនគ្រាន់តែ print ជាกระดาษបែបនេះចេញមកក្រៅដើម្បីអតិថិជនធ្វើការ scan បានអញ្ចឹងគ្រាន់តែ print បែបនេះហើយអតិថិជនបងប្អូនយកកាមេរ៉ារបស់គាត់ទូរស័ព្ទរបស់គាត់ហ្នឹងគាត់ចូលមក scan អាចចុចចូលក្នុងកម្មវិធីរបស់យើងអាចចូលទៅហាងរបស់បងប្អូនដើម្បីធ្វើការកំងពីចម្ងាយបានហើយអញ្ចឹងសម្រាប់ភ្ញៀវប្រចាំអាចធ្វើបែបនេះបានណាហើយសម្រាប់ការ scan នេះអាច print មកក្រៅបែបនេះក៏បានឬក៏បងប្អូនអាចចូលក្នុងឈុតម៉ាស៊ីនរបស់យើងឬក៏ទូរស័ព្ទដៃអាចចូលក្នុងមុខងារ online shop បាទបន្ទាប់មកបងប្អូនអាចធ្វើការចូលទៅក្នុងកន្លែង QR code នេះដើម្បីផ្ញើជា link QR code ទៅឲ្យអតិថិជនជា link ក៏បានឬក៏អាច scan នៅលើអេក្រង់ហ្នឹងក៏បានឥឡូវនេះខ្ញុំ scan បង្ហាញបងប្អូនតែម្ដងអញ្ចឹងការប្រើប្រាស់គឺងាយៗគាត់ scan នៅក្នុងអេក្រង់ហ្នឹងទៅបាទឬក៏ផ្ញើតាម Telegram ឬក៏តាម Facebook chat អីជាដើមនៅពេលដែលគាត់ចុចលើ link ឬក៏ scan ហើយនឹងចូលទៅក្នុងហាងបងប្អូនបែបនេះអញ្ចឹងគាត់អាចមើលទៅលើមុខតំណែងរបស់យើងអាចធ្វើការកំងអីបានអញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំធ្វើការកំងតែម្ដងបាទអញ្ចឹងការកំងនេះបងប្អូនឃើញអីវ៉ាន់មួយណាត្រូវការចំនួនប៉ុន្មានអាចឲ្យគាត់ចុចតាមនឹងបានតែមកទៀតគាត់ចុច buy now អញ្ចឹងប្រព័ន្ធនឹងធ្វើការបញ្ជូនគាត់ទៅកាន់ហាងរបស់យើងតែម្ដងអញ្ចឹងគាត់ត្រូវបំពេញព័ត៌មានតាក់ទងជាមួយនឹងឈ្មោះតាក់ទងជាមួយនឹងអាសយដ្ឋានហើយនឹងចុងក្រោយគាត់គាត់នឹងចុច proceed បាទ check out អញ្ចឹងប៉ុណ្នេះអញ្ចឹងក្នុងប្រព័ន្ធវានឹងជូនដំណឹងទៅកាន់ឈុតម៉ាស៊ីនទាំងអស់ដែលបងប្អូនកំពុងប្រើប្រាស់ជាមួយប្រព័ន្ធដំណរ POS របស់យើងទាំងឈុតលើតុទាំងឈុតចល័តបែបនេះគឺវានឹងលោតបង្ហាញបងប្អូនតែម្ដងបាទអញ្ចឹងគឺងាយស្រួលក្នុងការទទួលការកំងហើយ Telegram ក៏វា alert បង្ហាញដែរសម្រាប់ម្ចាស់ហាងដែលអត់បានបើកកម្មវិធីក៏វា alert ទៅ Telegram ដូចគ្នាអញ្ចឹងឥឡូវនេះយើងអាចចូលទៅអាស័ព្ទពួកគាត់បានអញ្ចឹងយើងអាចអាស័ព្ទនៅលើឈុតម៉ាស៊ីនលើតុក៏បាននៅលើម៉ាស៊ីនចល័តបែបនេះក៏បានដែរអញ្ចឹងឥឡូវនេះខ្ញុំអាស័ព្ទតែម្ដងអញ្ចឹងសម្រាប់ភ្ញៀវគាត់បំពេញព័ត៌មានរួចហើយអញ្ចឹងយើងចូលមកត្រង់នេះគាត់នឹងចុច save check out អញ្ចឹងប្រព័ន្ធនឹងធ្វើការទទួលអាស័ព្ទការកំងត្រីខកំប៉ុងចំនួន2ហ្នឹងអូតូទៅបន្តិចតែម្ដងអញ្ចឹងបងប្អូនគាត់ទៅ print ទៅគឺជាការស្រេចហើយអញ្ចឹងការទទួលការកំងការអីផ្សេងៗគឺងាយស្រួលជាភ្ញៀវប្រចាំបងប្អូនឧទាហរណ៍បងប្អូនលក់នៅក្នុងបរិយាជាដើមជាហាងកាហ្វេឬក៏ជាហាងម៉ាតអីផ្សេងៗអាចធ្វើការភ្ជាប់អតិថិជនបងប្អូនដោយគ្រាន់តែ scan QR code ឬក៏ផ្ញើ link ឲ្យគាត់ទៅលើកក្រោយគាត់អាចធ្វើការកំងបានពីចម្ងាយតែម្ដងអញ្ចឹងយើងអាចដឹកឲ្យគាត់បានភ្លាមៗអញ្ចឹងការប្រើប្រាស់គឺងាយស្រួលទេអត់លំបាកទេបងប្អូនប្រើលើឈុតលើតុក៏បានពពួកចល័តបែបនេះក៏បានយើងមានភ្ជាប់ឲ្យបងប្អូនជាស្រេចតែម្ដងហើយអត់មានគិតសេវាទេហើយរកការកំងវាជូនតំណែងទៅកាន់ Telegram ជូនបងប្អូនថែមទៀតផងបាទអញ្ចឹងសម្រាប់ការបង្ហាញខ្ញុំប៉ុណ្នេះសម្រាប់បងប្អូនមានចម្ងល់ផ្សេងៗទៅមកការប្រើប្រាស់អាចសួរបន្ថែមបាន